Bàសូមគោរពជំរាបសួរបងប្អូនរៀនភាសាអង់គ្លេសទាំងអស់បាទថ្ងៃនេះយើងបន្តតាក់ទងទៅនឹង the 5 academics vocabulary words ទាំងអស់គ្នាបាទក្រុមនោះគឺខ្ញុំលើកយកមកពាក្យ5ទៀតហើយទី1គឺពាក្យ negate មានន័យថាជា verb យើងក្រឡេកទៅមើលនិយមន័យទាំងអស់គ្នា definition to cause something to have no effects មានន័យថាធ្វើឲ្យគ្មានឥទ្ធិពលឬក៏បាត់បង់ឥទ្ធិពល example ឧទាហរណ៍ the increase in our profits has been negated by the rising costs of running the business ចំណុចនេះយើងមានន័យថាការកើនឡើងនៃផលចំណេញរបស់ក្រុមហ៊ុនហ្នឹងគឺវាបាត់បង់ឥទ្ធិពលទៅលើក្រុមហ៊ុនដោយសារតែមានការកើនឡើងនៅនីតិវិធីនៃការចុះបញ្ជីក្រុមហ៊ុនឬក៏ដំណើរការអាជីវកម្មមានន័យថានៅពេលដែលមុនចាប់ផ្ដើមបើកអាជីវកម្មមួយហ្នឹងគឺនីតិវិធីច្រើនត្រូវចំណាយច្រើនដូច្នេះទោះបីក្រុមហ៊ុននឹងចំណេញច្រើនប៉ុណ្ណាក៏ដោយគឺវានៅតែគ្មានឥទ្ធិពលទៅលើផលចំណេញនឹងដដែលបាទគឺវាមិនធ្វើឲ្យក្រុមហ៊ុនចំណេញខ្លាំងណាចំណេញដែរឬក៏តែចំណេញតិចបាទមានន័យអញ្ចឹងបាទពីបន្តមកទៀតហ្នឹងគឺពាក្យ confers មានន័យពីជា verb កិរិយាសព្ទនិយមន័យ definition to give an official title honor or advantage to someone មានន័យថាគឺជាការផ្ដល់បរមនាមក្រមងារឬក៏ផ្ដល់គ្រឿងឥស្សរិយយសឬក៏គ្រឿងឋានន្តរស័ក្តិជាដើមឡាក់បាទ example ឧទាហរណ៍ Anne's honorary doctorate was conferred on him by Edinburgh University មានន័យថាវិជ្ជាបណ្ឌិតកិត្តិយសមួយគឺត្រូវបានផ្ដល់ឲ្យគាត់ដោយសាកលវិទ្យាល័យ Edinburgh ឬមានន័យថាសាកលវិទ្យាល័យ Edinburgh គឺផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយសមួយទៅលើគាត់នឹងបាទ him នឹងបាទពាក្យបន្តមកទៀតគឺពាក្យ grant មានន័យពីជា verb កិរិយាសព្ទ definition និយមន័យ to give or to allow someone something usually in an official way មានន័យថាគឺជាការផ្ដល់ជូនឬគឺជាការឲ្យជាលក្ខណៈផ្លូវការឧទាហរណ៍ example they granted her an entry visa មានន័យថាពួកគេនឹងផ្ដល់ឲ្យនាងនៅទិដ្ឋាការចូលប្រទេសបាទឧទាហរណ៍ទី2 he was granted asylum មានន័យថាគាត់ទទួលបាននៅសិទ្ធិជ្រកកោនបាទសិទ្ធិជ្រកកោននេះទៅយើងតែនិយាយថាជាការសិទ្ធិដែលគេថាជំនួសនយោបាយដែលបពប្រឆាំងនឹងគឺគាត់ទៅណាទៅក្រៅប្រទេសអញ្ចឹងគឺគាត់ទទួលបានការអនុញ្ញាតឲ្យជ្រកកោននៅប្រទេសទី3ហ្នឹងទី2ហ្នឹងបាទសំទោសបាទបន្តមកទៀតគឺពាក្យ impose មានន័យពីជា verb ជាកិរិយាសព្ទមានន័យថា definition to officially force a rule tax punishments to be obeyed or received មានន័យថាគឺជាទណ្ឌកម្មឬក៏ការបង្ខំឲ្យធ្វើអ្វីមួយឬក៏ជាការបង្ខិតបង្ខំឲ្យគោរពបាទឧទាហរណ៍ example very high tax have recently been imposed on cigarettes បាទមានន័យថាអត្រាពន្ធដ៏ខ្ពស់ថ្មីនេះគឺត្រូវបានដាក់ទៅលើបារីបាទជាទូទៅបារីគឺជាប្រភេទទំនិញដែលថាគឺมันមានការលើកទឹកចិត្តឲ្យប្រើទេដូច្នេះអគ្គនាយកដ្ឋានពន្ធដារឬក៏ក្រសួងសេដ្ឋកិច្ចហ្នឹងគឺមានការដាក់ពន្ធយ៉ាងខ្ពស់ទៅលើទំនិញបារីហ្នឹងបាទឬក៏ថ្នាំជក់បាទពាក្យចុងក្រោយគឺពាក្យ retains មានន័យពីជា verb កិរិយាសព្ទនិយមន័យ definition to keep or continue to have something មានន័យថាបន្តមានវត្តមានបាទឬក៏មានបាទ example ឧទាហរណ៍ she succeeded in retaining her lead in the second half of the race មានន័យថានាងនឹងចូលរួមក្នុងការប្រកួតនោះគឺនាងមានបាននាំមុខនៅក្នុងការប្រកួតនៅតង់ទី2នៃការប្រកួតនឹងបាទមានន័យថាក្នុងការប្រកួតហ្នឹងគឺនាងបាននាំមុខបាទបន្ទុកនាងខ្ពស់អញ្ចឹងណាបាទឧទាហរណ៍ទី2 I have a good memory and am able to retain facts easily មានន័យថាខ្ញុំនោះគឺមានការចងចាំល្អហើយនឹងអាចចងចាំនៅព្រឹត្តិការណ៍
ជាក់ស្ដែងពិតៗហ្នឹងគឺមានភាពងាយស្រួលមានន័យថានៅពេលដែលយើងមានការចងចាំអ្វីល្អហ្នឹងគឺចងចាំច្បាស់ហើយគាត់ក៏អាចនឹងចងចាំរឿងអតីតកាលឬក៏ព្រឹត្តិការណ៍ផ្សេងៗហ្នឹងគឺមានចាំយ៉ាងច្បាស់ហើយនឹងងាយរំលឹកឡើងវិញបាទខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះដូច្នេះសូមជួយ like subscribe និងសូមខន្តីអធិស្ឋានក្នុងករណីនៅពេលបញ្យល់មានកំហុសឆ្គងដោយប្រការណាមួយបាទសូមអរគុណ thank you